នេះដែរធ្វើត្រីកប់បន្ថែមបាទបងប្អូនកប់ទូនកប់បន្ថែមបងប្អូននេះទៅមុនយើងធ្វើត្រីកប់បន្ថែមហ្នឹងយើងពងត្រីសិនបងប្អូនបាទឥឡូវយើងចាប់ដើមពងអាដេញស្លឹកក្រូចហើយនឹងម្ទេសហើយអញ្ចឹងយើងដាក់គ្រឿងតែម្ដងយើងខ្យល់វល់បន្តិចហើយបាទយើងពងគុលត្រីឲ្យឈ្ងុយមកឬការថែមទៅចេញយើងដាក់ខ្ទិះដូងចូលទៅបាទនេះខ្ទិះដូងកំប៉ុងបងប្អូនរាល់ដងខ្ញុំធ្វើខ្ញុំដាក់ដូងកុសច្បាច់ទៅខ្ទិះអានេះដល់ពេលយើងវាធ្វើយកហើយតែចឹងវាមិនបានទិញដូងយកមកច្បាច់គ្រឿងដាក់អីហើយយើងដាក់ត្រីចូលតែម្ដងឲ្យចូលជាតិឲ្យឈ្ងុយឆ្ងាញ់តែម្ដងបងប្អូនត្រីចំនួន2បងប្អូនត្រីកាប់យ៉ាដាក់ទឹកប៉ុណ្្នឹងទៅឲ្យវាពុះឲ្យចូលជាតិតែម្ដងចឹងយើងគ្របវាទុកមួយសន្ទុះទៅបាទហ្នឹងហើយមើលទៅត្រីមួយត្រីយើងធ្វើមកវាដំណើរតែម្ដងបងប្អូនជាតិសាហាវចឹងយើងគ្របវាមួយសំបកទៅដាក់មកសេតទៅចឹងយើងគ្របវាបន្តិចទៅឲ្យវាស្លោកញោមទៅស្នុកកោបងប្អូនឥឡូវត្រីយើងឆ្អិនហើយនេះត្រីកប់កញ្ឆែតហើយតកូនអញ្ចឹងវាគ្មានត្រីទេគ្មានកញ្ឆែតហើយតកូនតោះជាងយើងចាប់ដើមហូបលើមើលរសជាតិយ៉ាងណាដែរបងប្អូនបាទតោះសាម៉ាត់មើលគាត់ត្រីបាត់ណាanh khôngបងទៀតអញមើលchưa lòng ăn ngon này nha ba vịt ôn thì mình tập ăn tê bông ôn chẳng bơ bông ôn tròn thứa mình có bạn tới bông ôn từ nghĩ bà chụp đẹp đi tôi sai ở tôi like tôi xem nè mua bông ôn tôi comment đi nè mua bông ôn từ lo mình oi bông ôn bà đẹp bye bye